ជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះពួកខ្ញុំទៅផ្សារទៅរកមើលទិញអីវ៉ាន់បន្លែផ្លែឈើអីទុកហូបពេលថ្ងៃចូលឆ្នាំចិនកាលពីថ្ងៃមុននោះពួកខ្ញុំទិញបានខ្លះហើយប៉ុន្តែហូបចង់អស់វិញហើយបងប្អូនឥឡូវថ្ងៃនេះមកទិញថែមទៀតហើយថ្ងៃដែលខ្ញុំទៅផ្សារទិញម្ហូបនេះគឺមុនថ្ងៃចូលឆ្នាំចិនមួយថ្ងៃបងប្អូនឥឡូវថ្ងៃហ្នឹងថ្ងៃចូលឆ្នាំចិនថ្ងៃទី2ហើយខ្ញុំទើបតែបានកាត់វីដេអូយកមកផុសហើយឆ្នាំនេះគឺជាឆ្នាំទី1សម្រាប់ខ្ញុំហើយដែលខ្ញុំដើរទិញម្ហូបបន្លែផ្លែឈើអីទុកហូបពេលចូលឆ្នាំចិនបើរាល់ឆ្នាំវិញនៅផ្ទះជាមួយម៉ែក្មេកមានប៉ាក្មេកនៅគឺប៉ាក្មេករបស់ខ្ញុំគាត់អ្នកទិញកូនភាសានេះគឺថាអត់ដែលខ្វាយខ្វល់រឿងម្ហូបហូបចុកពេលចូលឆ្នាំចិនអីទេដល់ពេលឆ្នាំនេះឆ្នាំដំបូងបងប្អូនណាដល់ពេលចឹងហើយទៅដល់ផ្សារមិនដឹងថាត្រូវទិញអីខ្លះទេបើប្តីខ្ញុំវិញក៏គាត់អត់សូវដឹងដែរដោយសារតែប្តីខ្ញុំក៏គាត់អត់ដែលទិញដែរពេលសែនចូលឆ្នាំចិនរាល់ឆ្នាំពេលប៉ាឲ្យជូនទៅទិញអញ្ចឹងក៏គាត់ជូនទៅប៉ុន្តែគាត់មិនដែលចាប់អារម្មណ៍ទេថាប៉ាគាត់ទិញអីគេខ្លះហោះហើយខ្ញុំមកទិញនេះក៏អត់បានទិញរបស់របរអីយកទៅសែនដែរបងប្អូនហើយគឺខ្ញុំមកទិញតែបន្លែផ្លែឈើទុកសម្រាប់ហូបថ្ងៃចូលឆ្នាំចិនតែប៉ុណ្ណឹងឯងដោយសារតែខ្ញុំអត់មានសែនអីទេនៅនេះហោះណាមួយខ្ញុំក៏អត់ទាន់ដឹងពីរបៀបរបបនៅក្នុងការសែននឹងច្បាស់លាស់ដែរបងប្អូនហើយមកនៅចិន2ឆ្នាំជាងមែនប៉ុន្តែសែនចិនរាល់ឆ្នាំតែម៉ែក្មេកប៉ាក្មេកខ្ញុំទេខ្ញុំវិញងើបទៅមិនដែលទាន់ទេឲ្យតែងើបចុះទៅដល់ក្រោមដឹងតែម៉ែក្មេករៀបចំហើយអស់ហើយចូលឆ្នាំចិនរាល់ឆ្នាំនៅស្រុកក៏ឲ្យតែពេលដល់ថ្ងៃចូលឆ្នាំចិនអញ្ចឹងនិយាយពីថាក្នុងភូមិនឹងថ្លង់តែសំឡេងកាំជ្រួចសំឡេងផាវទេប៉ុន្តែដល់ពេលនៅក្រុងចេះឡើងស្ងាត់ឈឹងនៅតាមផ្លូវវិញក៏អត់សូវមានម៉ូតូមានឡានដែរបងប្អូនហើយដោយសារតែគេឡើងទៅស្រុកចូលឆ្នាំចិនអស់ហើយប្តីខ្ញុំគាត់ជិះម៉ូតូពេលថ្ងៃហើយគាត់ប្រាប់ខ្ញុំថាដូចម៉ោង12យប់ឬអីរាល់ដងពេលគាត់នៅធ្វើការដល់ម៉ោង12ម៉ោង1យប់គឺអត់មានមនុស្សអញ្ចឹងឡើងស្ងាត់ឈឹងហ្មងខ្ញុំថាជាធម្មតាទេនៅស្រុកខ្មែរក៏អញ្ចឹងដែរឲ្យតែពេលមានបុណ្យទានអីម្ដងហ្នឹងនៅភ្នំពេញក៏គ្មានមនុស្សដែរគឺម្នាក់នាំគ្នាសម្រុកទៅស្រុកអស់ហើយប្តីខ្ញុំក៏សួរខ្ញុំថាពេលចូលឆ្នាំចិនអញ្ចឹងនៅស្រុកខ្មែរយើងមានឈប់សម្រាអីអត់ខ្ញុំថាអត់ដឹងទេប្រហែលជាកន្លែងខ្លះគេឈប់កន្លែងខ្លះគេអត់អីអញ្ចឹងណាតែបើការរៀបចំសែនសុកអីហ្នឹងគឺគេសែនឥឡូវហ្នឹងគឺគេសែនសឹងតែគ្រប់គ្នាហើយឲ្យតែពេលចូលឆ្នាំចិនអត់តែគ្រួសារខ្ញុំទេអត់ដែលសែនចិនគេហើយមើលបងប្អូនមុនហ្នឹងនៅក្នុងផ្សារមនុស្សរៀងច្រើនប៉ុន្តែដល់ពេលចេញមកក្រៅជិះម៉ូតូតាមផ្លូវអញ្ចឹងអត់មានមនុស្សទេបងប្អូនហើយឡើងស្ងាត់ឈឹងហ្មងខ្ញុំរាល់ដងពេលជិះម៉ូតូតាមផ្លូវអញ្ចឹងខ្ញុំអត់ដែលហ៊ានទាញកាមេរ៉ាយកមកថតទេដោយសារតែម៉ូតូឡានច្រើនប៉ុន្តែថ្ងៃហ្នឹងអត់មានម៉ូតូមានឡានច្រើនដូចរាល់ថ្ងៃទេអញ្ចឹងហើយក៏ទាញកាមេរ៉ាយកមកថតទេសភាពតាមផ្លូវឲ្យបងប្អូនមើលទៅប៉ុន្តែគ្មានបានថតច្រើនទេបងប្អូនដោយសារតែពេលថតហ្នឹងកាន់កូនផងហើយកូនរបស់ខ្ញុំស្គាល់គ្រាប់មកគ្រាប់ហ្នឹងញាត់មាត់ខ្ញុំផងមាត់ខ្លួនឯងផងដល់ពេលអញ្ចឹងហើយមើលទៅរៀងវេទនាពេកក៏ឈប់ថតហ្មងទៅហើយឥឡូវនេះបានមកដល់ផ្ទះវិញហើយបងប្អូនគឺបាន2ថងនឹងប្តីខ្ញុំយូរឡើងផ្អៀងខ្លួនមុនហ្នឹងមកដល់ភ្លាមហ្នឹងអត់ចាំយូរទេគឺរៀបចំដកបន្លែដកសាច់អីហ្នឹងអាណាត្រូវដាក់ចូលទូអាណាត្រូវយកមកធ្វើក៏រៀបចំវាដាក់ធ្វើឲ្យហើយអញ្ចឹងណាពួកឲ្យរៀងល្ងាចដែរហើយនេះរបស់របរដែលខ្ញុំទិញបានមុនហ្នឹងបងប្អូនមើលទៅមិនបន្តិចចឹងណាប៉ុន្តែអស់ជិត80រៀលសរុបទាំងថ្ងៃមុនហើយនឹងថ្ងៃហ្នឹងអីវ៉ាន់ចូលឆ្នាំចិន3-4ថ្ងៃហ្នឹងទិញ2ដងគឺអស់ប្រហែលជាខ្ទង់90រៀលជាងទេបងប្អូនអត់ដល់100ទេប៉ុន្តែយើងហូបបានយូរថ្ងៃអញ្ចឹងណាហើយហូបបបោដោយសារតែពេលចូលឆ្នាំចិនហ្នឹងឬមកហូបចុកអីគឺត្រូវតែបបោបងប្អូនគេអត់ត្បិតត្បៀតទេអញ្ចឹងហើយបានថារបស់ណារៀងថ្លៃយើងអត់ដែលហ៊ានហូបពេលចូលឆ្នាំចិនហ្នឹងគឺថាដាក់មកអស់ដៃទៅកុំប្រអងឲ្យសោះខ្ញុំអីហ្នឹងថ្ងៃធម្មតារបស់ណាមើលទៅរៀងថ្លៃទោះជាខ្ញុំឃ្លានក៏ខ្ញុំអត់សូវហ៊ានហូបដែរបងប្អូនដោយសារតែមើលទៅតម្លៃវារៀងខ្ពស់ពេកអញ្ចឹងហើយជឿថាចាំសិនទៅតម្លៃតែចាំចុះចាំឡើងហ្នឹងគឺថាលែងឃ្លានបានហើយឥឡូវនេះដល់ម៉ោងបាយពេលល្ងាចប៉ុន្តែល្ងាចហ្នឹងអត់មានដាំបាយទេគឺនាំគ្នាធ្វើស៊ុបហូបទើបតែទៅហូបនៅហាងគេពីប្រហែលថ្ងៃមុននោះទេអើយមិត្តភ័ក្តិប្តីខ្ញុំក៏នាំទៅហូបដោយសារតែគាត់ត្រូវឡើងទៅផ្ទះហោពេលចឹងហើយគេជួបជុំគ្នាមុនបាយគ្នាអីអញ្ចឹងណាហូបហើយប្រហែលជា4-5ថ្ងៃហ្នឹងឥឡូវថ្ងៃហ្នឹងនឹកឃើញឃ្លានទៀតក៏ធ្វើហូបនៅផ្ទះហ្មងទៅខ្ជិលចេញទៅហូបនៅក្រៅតែ2នាក់ប្តីប្រពន្ធហើយណាមួយរៀងស្ងាត់ផងនៅក្រៅធ្វើហូបនៅផ្ទះចឹងអស់លុយតិចហើយហូបបានចែទៀតបងប្អូនហើយបើបន្លែហើយសាច់វិញចង់អាណាដាក់អានឹងទៅបងប្អូននិយាយទៅខ្ញុំចូលចិត្តខ្លាំងជាងគេគឺស្ពៃបូកគោនឹងហ្មងអញ្ចឹងឲ្យតែពេលធ្វើគោកិច្ចឬមួយក៏ស៊ុបអីខ្ញុំអត់ដែរចោលថ្ងៃហ្នឹងធ្វើតែស៊ុបនឹងមួយមុខនឹងដោយសារតែកូនខ្ញុំគាត់អត់ហូបទេពួកអីគាត់ហូបចេកហូបផ្លែឈើអីឆ្អែតហើយយកដល់ពេលចឹងហើយអត់មានដាក់ដាំបាយធ្វើម្ហូបឲ្យគាត់ទេមកពីផ្សារហ្នឹងគ្រាន់តែរៀបចំអីវ៉ាន់ហ្នឹងកូនខ្ញុំផ្លែក្រូចចង់កន្លះគីឡូម្នាក់ឯងហ្នឹងហើយចេកផងអីផងទៅម្នាក់ប្រុសទូចហ្នឹងឃើញទូចចឹងមែនប៉ុន្តែហូបច្រើនណាស់អ៊ំពូមីងហូបច្រើនជាងខ្ញុំទៀតរាល់ថ្ងៃគេកាត់តាមប៉ាគេខ្ញុំធ្វើទឹកតៅ
ហ៊ូហើយប្តីខ្ញុំគាត់សួរខ្ញុំថាធ្វើទឹកតៅហ៊ូនឹងមានដាក់ខ្លាញ់ចូលអត់ខ្ញុំថាអត់ដាក់ទេគាត់បើកភ្នែកធំដាក់ខ្ញុំថាមិនបានខ្ញុំអត់ដាក់ខ្លាញ់ខ្ញុំប្រាប់គាត់ថាខ្ញុំធ្វើតាមបែបខ្មែរគេអត់ប្រើខ្លាញ់ទេបើសិនជាចង់ដាក់ខ្លាញ់អាខ្លាញ់នៅក្នុងទឹកស៊ុបនឹងដុះដាក់ទៅបើមិនអញ្ចឹងទេប្រេងឆានឹងយកមកបន្ថែមខ្លួនឯងមកឲ្យលោកអាខ្លាញ់នៅក្នុងឆ្នាំងស៊ុបឡើងដែលត្រាពេញនឹងឯហ្នឹងនៅឲ្យដុះខ្លាញ់ដាក់ចូលក្នុងទឹកតៅហ៊ូទៀតថ្ងៃមុននោះក៏អញ្ចឹងដែរថ្ងៃអើយមិត្តភក្តិគាត់នាំទៅហូបនៅកន្លែងហាងនឹងមិត្តភក្តិគាត់ហើយនឹងគាត់គឺម្នាក់បខំឲ្យខ្ញុំយកខ្លាញ់យកមកដាក់ចូលទឹកតៅហ៊ូខ្ញុំថាខ្ញុំអត់ហូបទេពួកគាត់ប្រាប់ខ្ញុំថាទឹកតៅហ៊ូនឹងដាក់ខ្លាញ់ចូលបានឆ្ងាញ់ដាក់កាន់តែច្រើនកាន់តែឆ្ងាញ់បើអត់ដាក់អត់ឆ្ងាញ់ទេខ្ញុំថាអូយបើឆ្ងាញ់ហូបតែឯងទៅខ្ញុំអត់ហូបទេពួកអីនៅខ្មែរគេធ្វើទឹកតៅហ៊ូគ្មានអ្នកណាគេដាក់ខ្លាញ់អីទេហើយណាមួយស៊ុបស៊ីឈ័ននឹងវាមានខ្លាញ់ស្រាប់ហើយបើយើងបន្ថែមខ្លាញ់ក្នុងទឹកជ្រលក់ទៀតគឺវាកាន់តែច្រើនអញ្ចឹងណាប៉ុន្តែពួកគាត់វិញគឺអត់ទេបងប្អូនណៃម្នាក់ឃើញខ្លាញ់និយាយពីថាដូចឃើញអីអញ្ចឹងលោកអើយលោកបើកន្លែងនេះវិញខ្ញុំហូបឆ្អែតមកដេញរឹងហើយប៉ុន្តែប្តីបើខ្ញុំអត់ទាន់ហើយទេបងប្អូនណៃខ្ញុំហូបស៊ុបផងហូបទឹកក្រូចផងដល់ពេលអញ្ចឹងហើយតឹងពោះខ្ញុំប្រាប់គាត់ថានឹងអង្គុយហូបទៅខ្ញុំទៅដេញរឹងលេងឲ្យស្រកពោះបន្តិចសិនមានណាប្តីខ្ញុំនៅប្រហើយចុងក្រោយនឹងទាល់តែអស់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលតាមដានតាំងពីដើមដល់ចប់បើសិនជាមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងព្រោះអីវីដេអូថ្ងៃហ្នឹងរៀងវែងតិចហើយជម្រាបលាបងប្អូនអ៊ំពូមីងទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ